សួស្តីបងប្អូននិងសិស្សាអ្នកសិក្សាទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញមេរៀនមួយដែលវាជាសំខាន់បំផុតនៅក្នុងការសរសេរបើសិនជាយើងចេះមេរៀនហ្នឹងការសរសេរគឺអាចនិយាយថាគឺឥតខ្ចោះណាអូខេមេរៀននេះគឺតទៅជាមួយនឹង punctuation ហ្នឹងបើប្រែថាអភ័ន្តរសញ្ញាតទៅអភ័ន្តរសញ្ញានៅថ្ងៃនេះគឺខ្ញុំលើកយកមក13ណា13សញ្ញាសម្រាប់បង្ហាញដល់អ្នកសិក្សាទាំងអស់គ្នាជាពិសេសបងប្អូនដែលកំពុងតែរៀន writing គឺចំតែម្ដងណាចំគោលដៅតែម្ដងអូខេ what is punctuation តើអភ័ន្តរសញ្ញាគឺជាអ្វីណា what is punctuation is the system of symbol used in writing to separate sentence and clarify meanings punctuation គឺជាប្រព័ន្ធនៃសញ្ញាគឺជាប្រព័ន្ធនៃសញ្ញាដែលត្រូវបានគេប្រើប្រាស់នៅក្នុងការសរសេរដើម្បីញែកប្រយោគហើយនឹងឲ្យមានអត្ថន័យកាន់តែច្បាស់លាស់ណាអូខេនេះគឺជា punctuation អូខេសូមមើលឧទាហរណ៍មួយគឺខ្ញុំនឹងបញ្យល់រឿងយឺត I will explain all you slowly because this lesson is important for you for writing Okay, number one, my mom and I go to market. Go to market. ប្រយោគនេះគឺជាប្រយោគស្រប positive form នេះគឺខ្ញុំដាក់នៅក្នុងសញ្ញា full stop right ឬក៏ period នៅក្នុងវងនេះគឺជា punctuation ហើយណាOkay, number two, my cat is eating bone, meat, and fish. ឃើញពេលខ្លះគេប្រើ comma នៅពេលណាគេប្រើ full stop ពេលណាឬក៏ period ពេលណាយើងនឹងសិក្សាលម្អិតនៅ slide ក្រោយៗទៀតគ្នាណា Okay, number 3, what do you do ឃើញគេប្រើ question mark នេះវាសិតតែមានហេតុផលវាណាគេប្រើនៅពេលណាណា Okay, number 4, that is great ideas ឃើញគេប្រើ exclamation mark ណាគេប្រើ exclamation mark កន្លែងនេះគឺសុទ្ធតែមានអត្ថន័យរបស់វាណាមិនមែនតែយើងចេះតែប្រើទេណាOkay, number 5, the students, apostrophe I, book is nice, អញ្ចឹងហើយបានតែយើងត្រូវការសិក្សា punctuation ឲ្យច្បាស់ព្រោះថា punctuation គឺសំខាន់ណាស់នៅក្នុងការសរសេរដើម្បីឲ្យវាមានអត្ថន័យជាក់លាក់ណាពេញលេញយើងត្រូវតែសរសេរយើងត្រូវតែចេះ punctuation ឲ្យបានច្បាស់ណាOkay, please move to another slide one. Okay, punctuation. Here, certain punctuation mark that I would like to show you now. Okay នេះគឺ13 punctuation និមិត្តសញ្ញា13អភ័ន្តរសញ្ញា13ដែលខ្ញុំត្រូវបង្ហាញដល់អ្នកគ្នាហើយយើងនឹងសិក្សាលម្អិតមួយទៅក្នុងការប្រើប្រាស់និងឧទាហរណ៍ណាអូខេទី1គឺ full stop ឬមួយក៏យើងអាចហៅថា period នេះសញ្ញានេះណាសញ្ញាដូតមួយខ្មៅហ្នឹងNumber 2 comma សញ្ញា comma សញ្ញាក្បៀសហ្នឹងand semicolon សញ្ញា semicolon ណា semicolon here and colon នេះគឺសញ្ញា colon ចាំឲ្យច្បាស់គ្នាយើងណាឲ្យចាំសញ្ញាមួយឈ្មោះមួយឲ្យច្បាស់លាស់ and number 5 question mark question mark here question mark and 6 exclamation mark នេះគឺជាសញ្ញា exclamation mark ត្រូវចាំនិមិត្តសញ្ញាវាឲ្យច្បាស់មួយនិងឈ្មោះវាកុំឲ្យថ្ងៃក្រោយគឺយើងច្រឡំគ្នាណា and number 7 ellipsis mark នេះសញ្ញាដូត3ហ្នឹងគេឲ្យឈ្មោះថា ellipsis mark ហើយណាហើយការប្រើប្រាស់វាយ៉ាងម៉េចយើងនឹងសារលម្អិតមួយបន្ថែមទៀត and number 8 quotation mark quotation mark នេះគឺសញ្ញាមានកណ្ដុរបិទជុំវិញហ្នឹងគេឲ្យឈ្មោះថា quotation mark and number 9 apostrophe apostrophe នេះគឺជាសញ្ញា apostrophe បន្តពីលើហ្នឹងapostrophe number 10 slash សញ្ញា slash នេះសញ្ញា slash ហ្នឹងណា 11 hyphen សញ្ញា hyphen សញ្ញាដោយលេខដកយើងហ្នឹងគឺសញ្ញា hyphen តើយើងប្រើយ៉ាងម៉េចយើងនឹងសិក្សា Okay number 12 parenthesis នេះសញ្ញាបិទបើកវងកញ្ចក់ហ្នឹងand 13សញ្ញា dash dash ហ្នឹងគឺវាវែងជាង hyphen ណាអូខេតើយើងសិក្សាវាតើទៅក្នុងការប្រើប្រាស់យ៉ាងម៉េចយើងសូមអ្នកសិក្សាទាំងអស់គ្នាមើលមួយណាដើម្បីឲ្យច្បាស់មួយចាប់ពីហ្នឹងទៅកុំឲ្យក្នុងការសរសេរយើងច្រឡំថាតើយើងប្រើ full stop ពេលណា comma ពេលណា semicolon ពេលណា colon ពេលណា question mark ពេលណា exclamation mark ពេលណា
ellipsis mark ពេលណា quotation mark ពេលណា apostrophe ពេលណា slash ពេលណា hyphen ពេលណា parenthesis ពេលណា ហើយនឹង dash នៅពេលណា Okay, please move through the usage altogether. Okay, once period used to end a statement ណែឃើញទេ period សញ្ញា period ហ្នឹងគឺវាប្រើនៅចុងបញ្ចប់នៅប្រយោគស្របណា Yeah use the end a sentence យើងប្រើនៅក្នុងបញ្ចប់ឧទាហរណ៍ she went to a store ឃើញទេគេប្រើនៅចុងបញ្ចប់ណាចឹងហើយតើតើការប្រើវាចាំឲ្យច្បាស់បើសិនយើងចាំមិនច្បាស់ទេយើងនឹងនិយាយច្រឡំមិនដឹងថាប្រើចំកដាលគៀនឬក៏មុខទេណា and number 2 comma នេះសញ្ញា comma used to separate item in a list យើងប្រើវាដើម្បីញែក item មួយ item ហ្នឹងគឺតើតើមួយរបស់របរណាឬក៏វត្ថុអីហ្នឹងទៅនៅក្នុងតារាងឧទាហរណ៍ we bought apple យើងបានទិញផ្លែប៉ោមហើយ comma មួយដើម្បីញែកវាណា orange ញែកទៀត banana ញែកទៀត comma មួយទៀតមក and grapes ឃើញទេគឺយើងញែក list វាមួយនៅក្នុង item វាមួយនៅក្នុង list វាណាយើងត្រូវតែប្រើលើបើសិនជាអត់សរសេរបែបនេះគឺខុសហើយនៅក្នុងការសរសេរគឺត្រូវទាមទារ accuracy គឺភាពច្បាស់លាស់យ៉ាបើសិនតែយើងមិនអាចចេះសរសេរតែឲ្យតែបានរួចតែពីដៃទេណាអ្នកដែលបកកែសរសេរគឺគាត់ចេះ punctuation ច្បាស់ណាស់ណា and number 3 semicolon semicolon គឺសញ្ញានេះណា used to connect two closely related independent clauses without a conjunction យើងប្រើដើម្បីភ្ជាប់នៅប្រយោគឯករាជ្យ2ណាប្រយោគឯករាជ្យ2ដោយមិនមាន conjunction ទេដោយមិនមានធ្នាក់ទេណា example syllab reading ឃើញ syllab reading អានេះជាប្រយោគឯករាជ្យមួយ he prefer movie អានេះជាប្រយោគឯករាជ្យអានេះគឺ two closely related independent clause យើងនឹងអាចថាមេរៀនក្រោយៗខ្ញុំនឹងបង្ហាញអីគេ independent clause អីគេ dependent clause ណាអូខេនេះគឺជាប្រយោគ2 dependent clause ហ្នឹង independent clause សំដៅទៅលើប្រយោគដែលមានអត្ថន័យស្ដាប់បានណាអូខេ syllab reading he prefer movie អូខេប្រយោគ2ណាយើងញែកប្រយោគ2ទំនាក់ទំនងvớiប្រយោគ2ហ្នឹងណាអូខេ colon តើ colon នេះយើងប្រើនៅពេលណា used to introduce a list ដើម្បីរៀបចំតារាងធ្វើតារាងណាឲ្យថាយើងចង់ទិញអីមួយយើងនឹងរាយមុខទំនិញយើងឲ្យអាចធ្វើឲ្យយើងត្រូវទិញណាexplanation ការបញ្យល់ឬក៏ឧទាហរណ៍ណាឬក៏ឧទាហរណ៍អូខេតើឥឡូវយើងមើលអូខេ list ជាតារាងវិញ bring the following item សូមនាំយក item មកជួយផងអាចថាវាអាចថាតទៅមុខទំនិញណាដូចជាអីគេ comment មក a notebook ឃើញទេសូមយកសភៅដៃផង a pad bag ឬក៏ហើយនឹង ruler ផងអានេះគឺជា item ដែលយើងintroduce a list វាណាដល់ពេល explanation I know the truth ខ្ញុំស្គាល់ការពិតhe lied to me គាត់ខកខ្ញុំទេឃើញទេអានេះទៅនឹងការពន្យល់ណាគូយើងអាចប្រើ colon បានដែរ Okay please move to number 5 Okay number 5 quotation mark ដែលសញ្ញាបិទជុំវិញហ្នឹង used for direct speech or quoted text or quoted text យើងប្រើវាសម្រាប់direct speech ណា direct speech ឬក៏ quoted text យើងឬក៏យើងប្រើសម្រាប់អត្ថបទដែល quote ណាឬក៏សម្ដីផ្ទាល់ direct speech ហ្នឹងសម្ដីផ្ទាល់ណាអូខេឧទាហរណ៍ she said យើងប្រើមកយើងប្រើ quotation mark មក I will call you tomorrow បិទវិញណាអាសញ្ញាបិទបើកហ្នឹងគឺឲ្យឈ្មោះថា quotation mark អានេះវាតកតងជាមួយនឹង speech and number 6 exclamation mark នេះគឺសញ្ញាដូចសញ្ញាឧទានអញ្ចឹងណា used to show strong emotion or surprise ទៅចាំអ្នកសិក្សាទាំងអស់គ្នាបើសិនជាយើងហ៊ានប្រើសញ្ញានេះមានន័យថាសម្ដៅទៅលើការលើកទឹកចិត្តខ្ពស់ឬក៏ surprise អីមួយណាឧទាហរណ៍ watch out មើលនោះឃើញទេតើមួយការ surprise អីមួយណា come out ឃើញអានឹងតើអាចតើមួយការភ្ញាក់ផ្អើលឬក៏ strong emotion ណាអារម្មណ៍ខ្លាំងក្លាដែលយើងមិនបានគិតទុកមុនណា
ok អាហ្នឹងគឺយើងប្រើ exclamation mark ellipsis សញ្ញាចុច3ហ្នឹងគ្នាយើងណា ellipsis គឺសញ្ញាចុច3ហ្នឹងគឺ show omission or trailing out យើង show វាអញ្ចឹងណា ok ឧទាហរណ៍ I was thinking ខ្ញុំបានកំពុងគិត maybe we should leave យើងប្រហែលជាចាក់ចេញហើយយើងគួរចាក់ចេញហើយណា អានេះវាទៅទៅ show ហ្នឹង omission ណា so omission and number 8 quotation mark everyone quotation mark yes quotation mark okay quotation mark already right okay 9 apostrophe one apostrophe you for position you for position you for position អានេះគឺយើងប្រើដើម្បីកម្មសិទ្ធិណា you for position Shara apostrophe ឃើញទេគ្នាយើង yes book the teacher's dash អានេះគឺជាតតុំកម្មសិទ្ធិណា okay please move number 10 one hyphen hyphen used to join words used to join words used to join words យើងប្រើដើម្បី join word ណាដើម្បី join words example well known well known គឺពាក្យពីរយើង join ពាក្យតែមួយណាន័យតែមួយ well known part time long term ណាគឺយើងប្រើសញ្ញា hyphen ទៅចាំណាយើងប្រើដើម្បី join words យើងប្រើដើម្បី join word ពាក្យពីរឲ្យទៅជាពាក្យមួយណា and number 11 parentheses វងកញ្ចក់នេះ used to add extra information or clarification ឬក៏ clarification ណា or relification example she finally answer after thinking for a long time yes for a long time we use parentheses វងកញ្ចក់ហ្នឹងណាដើម្បីបន្ថែមព័ត៌មានអញ្ចឹងទៅបើថា she finally answer នឹងបានឆ្លើយបញ្ចប់ហើយបន្ទាប់ពី thinking for a long time អានេះគឺយើងបញ្ជាក់បន្ថែមព័ត៌មានបន្ថែមទៀតណាត្រូវចាំថាបើសិនជាពាក្យទាំងឡាយណាដែលយើងដាក់ក្នុងវងកញ្ចក់យើងគ្រាន់តែជា add extra information ទេណា and dash used to add emphasis used to add emphasis interruption extra information example I need to tell you យើងប្រើដើម្បី add សង្កត់អត្ថន័យណាឬក៏កាត់សង្វាក់អីមួយឬក៏ព័ត៌មានបន្ថែម I need to tell you ខ្ញុំត្រូវការអ្នក this is very important យើងសង្កត់អត្ថន័យហ្នឹងណាខ្ញុំប្រាប់អ្នកវាគឺសំខាន់ណាឧទាហរណ៍យ៉ាងទៅអាហ្នឹងគឺយើងប្រើ dash ណាដល់ពេល slash តើ slash នេះពេលណា slash កន្លែងនេះគឺ is a punctuation mark used to several way in English យើងប្រើបាន3ណា3នៅក្នុងភាសាអង់គ្លេសឥឡូវយើងមើលតើ3ហ្នឹងជាអីខ្លះទី1គឺដើម្បី show an alternative តទៅជំរើសបង្ហាញពីជំរើសណា use between two words for option ដើម្បីជ្រើសរើសឧទាហរណ៍ he or she can join the meeting អាចមួយណា he ឬក៏ she អានេះវាតទៅជាមួយនឹង alternative ឬក៏ choices ណា and two in that សម្រាប់យើងការបរិច្ឆេទក៏យើងប្រើដែរការបរិច្ឆេទណាឧទាហរណ៍12 5 20 25ណាអានេះគឺយើងប្រើមកការបរិច្ឆេទអានេះយើងប្រើ slash មួយទៀតគឺតទៅជាមួយ infraction ជាមួយនឹងវិភាគណាវិភាគក៏យើងប្រើដែរជាមួយexample 3-4 cup of sugar ឃើញទេមានថា3/4ណាអូខេអាហ្នឹងក៏យើងប្រើតទៅជាមួយនឹង slash ប្រចាំគ្នាយើងណាOkay, please move to exercise all together. To make sure all of you understand or not, please take a look exercise all together. Part 1. Add the correct punctuation mark. Add the correct punctuation mark. Add period, question or exclamation at the end of each sentence. Okay, number 1. Where is your backpack? Taយើងគូប្រើគេperiod, question mark or exclamation mark. The answer is question mark. And number 2, I can't believe we won. Okay, punctuation is period. And number 3, she is reading a new book. Punctuation is period. Number 4, what time does the movie start? Punctuation, question mark. And number 5, please stop yelling.
The answer is exclamation mark. Okay, we show about strong emotion. And part B, add commas where needed. Yeah, you add comma កន្លែងដែលយើងត្រូវដាក់ណា Okay, number 1 I bought apple, orange, banana and crab តើយើងគួរដាក់ comma នៅកន្លែងណា Okay, the answer look the answer all together. Yeah, 3 comma. Yeah. And 2 after school we went to the park. The comma is after school and comma. And number 3 my sister who live in London is coming home. Yeah, the answer is okay. យើងដាក់សងខាងណាសងខាង who live in London. And number 4 he opened the door but nobody was there. Comma. Yeah, comma between door and but. And number 5 for breakfast I had eggs, toast and juice. Yeah, the answer is 3 1. Yeah, 3. So please move part C and part D. Okay, one. Okay, part C apostrophe តើយើងដាក់ apostrophe នៅកន្លែងណា add an apostrophe to show position or contraction តាមប្រួយណា Okay, the answer number 1 that's your notebook. The answer is 2 that's and John. And 2 the answer dogs. Yeah. And number 3 okay, can't. And number 4 it's raining outside. Yeah, the answer is it's. And number 5 the children's toy were everywhere. Yeah, the answer is children's toys. And part D one colon and semicolon តើយើងគួរដាក់ colon ហើយនិង semicolon នៅកន្លែងណាណា Number 1 she has 2 favorite colors blue and purple. The answer yes color ហើយមកដាក់ blue semicolon ណា Yeah. Okay, number 2 I finished my work now. Yeah, I can relax. Example. The answer is work semicolon and now. And number 3 we visited London, England and Tokyo, Japan. Yeah, the answer is semicolon. Yeah. And number 4 he studied hard and still failed the exam. The answer is hard semicolon. And number 5 do you will need these items a pencil, a ruler and a notebook. The answer is semicolon. Here's everyone, I hope all of you understand about this. So please everyone, please take a look this video again and again because this solution is very important. This is very important lesson for writing. If you don't know this lesson you cannot write well, everyone. Okay, at the end of the lesson I would like to show thank you all of you for watching this videos.